បាទសួស្តីทีม Not To យើងទាំងអស់គ្នាបាទថ្ងៃនេះយើងជួបបងប្រុសមកពីប្រទេស New Zealand បាទមកពីប្រទេស New Zealand គាត់មកលេងทีม Not To យើងអញ្ចឹងណាគាត់មកចូលทีมបាទគាត់មកចូលทีมចាំមើលសម្ភាសគាត់ចង់យើងចង់ស្ដាប់ភាសា New Zealand ថាគេនិយាយថាម៉េចអញ្ចឹងហូបបាយគេប្រែថាម៉េចហូបទឹក Not To គេប្រែថាម៉េចអញ្ចឹងណាทีมយើងបាទគេនិយាយបែបណាប្រែបែបណាអញ្ចឹងណាព្រោះខ្ញុំអត់ដែលដឹងដែរថាភាសា New Zealand គេប្រែថាម៉េចនេះបងប្រុសនៅខាងនេះសង្ហាសម្បើមបាទយើងមានមន់ស្រែបាទអានោះយើងមានមន់ស្រែនេះមន់ស្រែរបស់យើងបាទសាច់ល្ហុំឆ្អៅបងប្អូនអើយនឹងកដោនោះកដោស្រែរបស់យើងសត្វតែរបស់ស្រុកស្រែតែម្ដងបាទហើយមានតឡន់តនេះតឡន់តយើងដាក់ក្នុងនេះបាទដាក់ក្នុងនេះមកស្អាតតែម្ដងបាទនេះឥឡូវជួបជាមួយលោកប៉ាបងប្រុសសិនបាទបាទជំរាបសួរបាទជំរាបសួរបាទអញ្ចឹងថ្ងៃហ្នឹងបងទៅមកពីទទួលកូនមកពីប្រទេស New Zealand បាទខ្ញុំមកពីទទួលកូនមកពីប្រទេស New Zealand ឥឡូវបានថាល្បីដែលថាទឹកឆ្ងាញ់នៅខេត្តពោធិ៍សាត់ឥឡូវខ្ញុំបានមកដល់បាទឆ្លងទៅឃើញក៏ឃើញតាមសាប់តានេះឥឡូវមកដល់ស្គាល់ហើយឥឡូវបានសាច់ពីរោះទៀតបាទហ្នឹងហើយឥឡូវមកឆ្ងាញ់ឥឡូវខ្ញុំអស់ឡើងកែវិញហ្នឹងអស់ដូចជា4ឥឡូវផឹកអុយមើលឆ្ងាញ់ដឹងហ្នឹងសាក់សិនសាក់គ្រីបរសជាតិសិនបាទបាទពូខ្ញុំគាត់ថាបាទខ្ញុំមកប្រទេស New Zealand បាទចុះមកដល់ពេលនេះហើយបែរចាំនាំខ្ញុំទៅកន្លែងទឹកហត់ជួខ្ញុំនាំពូខ្ញុំទៅដល់កន្លែងទឹកហត់ជួបាទពូខ្ញុំបាទគាត់ឃើញហ្វេនឆ្ងាញ់ជាតិយ៉ាងនេះបាទនេះបាទនេះបងប្រុសគាត់មកពីប្រទេស New Zealand បាទបងប្រុសទៅប្រទេស New Zealand ប្រហែលឆ្នាំដែរខ្ញុំទៅ5ឆ្នាំ15ឆ្នាំអត់ទេ5ឆ្នាំបាទចង់សួរបន្តិចភាសាប្រទេស New Zealand ជំរាបសួរគេនិយាយថាម៉េចHello អូ Hello អង់គ្លេសអង់គ្លេសទេចឹងអូចឹងដូចគ្នាចឹងជើអីហូបបាយហូបបាយហើយកន្លែងខ្ញុំ eat right អូអង់គ្លេសគេប្រើភាសាអង់គ្លេសអូខ្ញុំអត់ដឹងសោះសួរទៀតបាទចាំបងប្រុសនេះគោលចុះមកគឺសួរប្រពន្ធតែម្ដងបាទសួរមកដឹងប្រពន្ធតែម្ដងបាទប៉ុន្តែមិនធ្វើមិនឲ្យបានមកដល់កន្លែងហ្នឹងណាNot To មានធីមចាំថាបាទបងប្រុសអត់តាន់ដល់ផ្ទះមកចូលនេះមុនចុះលើចុះហោមកនេះតែម្ដងបាទលើចុះហោឡើងមកដល់ចូលក្រែទឹក Not To បាទប្រុសឆ្នាំនេះអាយុប៉ុន្មានអាយុប៉ុន្មាន18ហា18ហើយអាកូនអ្វីចូល20កូនកូនឯងកុំបកមើលតោះចូលមើលគាត់20គាត់រកគូឃើញឯង30ក្រាស់រកគូដល់ឃើញដែរ30ក្រាស់ហើយ30ក្រាស់រកគូដល់ឃើញនេះក្នុងក្លោតដែរអូដាច់មើលលោកមេធំសបាយណាបាទអត់កន្លែងយើងដើម្បីសបាយយើងបង្កើតភាពរីករាយអញ្ចឹងណាបង្កើតភាពរីករាយស្និទ្ធស្នាលជាមួយគ្នាទាំងអស់គ្នាបាទថ្ងៃខ្ញុំធ្លាប់ឃើញវងណយឡប់អីគាត់មកនឹងដែរឥឡូវតែឃើញបញ្ចក់អត់មកនេះបាទខ្ញុំឃើញបាទចក់ជិះតែពេលអាម៉ាក់នាំខ្ញុំនេះគឺគាត់មកនេះគាត់មកគ្រប់ត្រង់ដល់ទូធម្មជាតិរបស់យើងបាទបងនាំមកបាន2ដង3ដង3ដូច3បងនាំបាទនឹងប្អូន4ដងហើយ4ដងបាទតែមកសាក្រោយអត់បានថតវីដេអូទេគាត់គួយក្រោយថ្ងៃនេះមនុស្សច្រើនអត់ទេឆ្ងាញ់មិនដល់ជាតិរសជាតិដល់សាក់ចាំកន្លែងពេលថ្ងៃមុនទៅសាក់ដល់កំពង់ស្ពឺប៉ុន្តែដាក់មកម្ល៉េះឡងមកប៉ុណ្ណាអានោះរសជាតិគេពិតដែរប៉ុន្តែគាត់ថាចង់រសជាតិនេះដូចថាឆ្ងាញ់តែម្ដងហ្នឹងត្រង់ជាតិសាក់កំពង់ស្ពឺហើយនឹងពូសាក់បើនិយាយរួមចូលណាឆ្ងាញ់ជាងអានេះនិយាយតាមត្រង់នេះបាទនិយាយត្រង់ព្រោះថាពេលកាលនោះខាងនោះយើងអត់បានខ្លះសេទេហ្នឹងប៉ុន្តែវាតាំងកំពុងស្ពឺតាំងឯនោះដល់ប៉ុន្តែគាត់ថាបើមិនខ្លះសេបាត់ឆ្ងាញ់ម្ដងជាតិបាទធ្លាប់ដាក់នេះដល់ពេលដល់ឆ្ងាញ់មកផ្លេតអស់មិនកែវ5 6 5ចូល6នេះចូល6នេះអូដាក់កណ្ដាល